ចាជិះម៉ូតូទៅព្រៃហ្នឹងគោលបំណងហ្នឹងថាទៅរកអស់ទេតែដល់ពេលទៅដល់គេអត់មានណាទៅយើងក៏បកមកវិញគឺយើងបេះផ្លែកកោះទៅបេះបានមួយមេឃធំហ្នឹងឯងចាបន្ទាប់មកក៏មកដល់ផ្ទះក៏យើងក៏ប្រឡេះវាដាក់កញ្ច្រែងហើយក៏យើងអង្គុយបកហូបចឹងណាចាខ្ញុំចង់ប្រាប់ថាគឺឆ្ងាញ់ណាស់ផ្លែកកោះហូបហើយញ៉ាំហូបហើយជិបមិត្តណាប៉ុន្តែវាយើងពិបាកបកបន្តិចព្រោះអីបកវាមិនមែនស្រួលទេបើសណ្ដែកដីយើងស្ងោរឆ្អិនទៅយើងខំបកតែនេះអត់ទេយើងត្រូវកាប់សម្បកវាចេញតែអាផ្លែដែលខ្ញុំបេះនេះគឺអត់មានជឿទេបើខ្ញុំបេះអាសាមុនបន្លាក៏បន្លាហើយជឿច្រើនទៀតតែនេះល្អអត់មានជឿទេហើយអត់មានបន្លាទៀតចាគឺឆ្ងាញ់មែនទែនហូបហើយញ៉ាំជិបមាត់នឹងឯងអត់ចង់ឈប់ទេប៉ុន្តែខ្លាចឈឺពោះ